សាកលវិទ្យាល័យ Belty អន្តរជាតិរៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ Belty លើកទី9 BICC និងវេទិកាស្រាវជ្រាវលើកទី3ឆ្នាំ2026ជាមួយសាកលវិទ្យាល័យដៃគូចំនួន40មកពី17ប្រទេសជុំវិញពិភពលោកនាថ្ងៃទី6-7 ខែកក្កដាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ Belty លើកទី9ឆ្នាំ2026លើប្រធានបទឱកាសអាហារូបករណ៍និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសនិងវេទិកាស្រាវជ្រាវលើកទី3លើប្រធានបទការប្រើប្រាស់ Digital ក្នុងការអប់រំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយក Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ Belty អន្តរជាតិនិងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវតំណាងក្រសួងស្ថាប័ននិងសាកលវិទ្យាល័យដៃគូចំនួន40មកពី17ប្រទេសជុំវិញពិភពលោកព្រមទាំងសិស្សនិស្សិត Belty និងអ្នកអាណាព្យាបាលសរុបជាង 5000 នាក់ឯកឧត្តមលីណាវុតសាកលវិទ្យាធិការសាកលវិទ្យាល័យ Belty អន្តរជាតិបានមានប្រសាសន៍ថាពិព័រណ៍អប់រំនិងវេទិកាស្រាវជ្រាវត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងកិច្ចការស្រាវជ្រាវជាមួយសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសដែលបានចុះអនុសារណៈយោគយល់គ្នាដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជាដែលផ្ដោតលើចំណុចសំខាន់ៗរួមមានការផ្សព្វផ្សាយវប្បធម៌ការរីកចម្រើនលើវិស័យអប់រំនិងសេដ្ឋកិច្ចក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោកការបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជននិងសាធារណៈទាំងក្នុងប្រទេសនិងក្រៅប្រទេសការផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានានិងបង្កើតវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួមដើម្បីជំរុញនិងបង្កើនចំនួនសិស្សនិស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឲ្យបានកាន់តែច្រើនការផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្សនិស្សិត Belty ក៏ដូចជាសិស្សនិស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេសការផ្លាស់ប្ដូរគំនិតរបបកំហើញការយល់ដឹងក្នុងចំណោមអ្នកស្រាវជ្រាវចែករំលែកបទពិសោធន៍និងស្នាដៃស្រាវជ្រាវពីវាគ្មិនជាតិអន្តរជាតិដើម្បីលើកកម្ពស់ការស្រាវជ្រាវការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការឯកឧត្តមសាកលវិទ្យាធិការបានជម្រាបផងដែរថាដោយមានកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលីនាដើមខែតុលាឆ្នាំ2026នេះសាកលវិទ្យាល័យនឹងចាប់ផ្ដើមបើកថ្នាក់ច្រាំសិក្សាមូលដ្ឋាននៅស្នាក់ការកណ្ដាល Belty Group ដោយនិស្សិតសិក្សា1ឆ្នាំនៅ Monash Belty IU Cambodia និងអាចបន្តការសិក្សា3ឆ្នាំទៀតនៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលីលោកសាស្ត្រាចារ្យបណ្ឌិតយៀនស៊ូហុងប្រធានការិយាល័យសិក្សានៃសាកលវិទ្យាល័យ Information Technology and Management មកពីប្រទេសប៉ូឡូញតំណាងប្រតិភូមកពីក្រៅប្រទេសបានបង្ហាញក្តីរីករាយនិងសម្ដែងនូវការកោតសរសើរចំពោះការរៀបចំសន្និសីទអន្តរជាតិមួយនេះដោយបានលើកឡើងថា BICC គឺជាវេទិកាមួយដែលផ្ដល់ឱកាសឲ្យសាកលវិទ្យាល័យរបស់លោកក៏ដូចជាសាកលវិទ្យាល័យជុំវិញពិភពលោកបានជួបផ្ទាល់ជាមួយសិស្សនិស្សិតកម្ពុជាដើម្បីចែករំលែកព័ត៌មាននិងឱកាសទទួលបានអាហារូបករណ៍ជាពិសេសបានស្គាល់អំពីវប្បធម៌អរិយធម៌ខ្មែរនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាយោងតាមចំណាប់អារម្មណ៍របស់និស្សិតកងសុនហួរអតីតសិស្សនៃសាលា Belty អន្តរជាតិបានដឹងថាតាមរយៈការចូលរួមពិព័រណ៍អប់រំ BICC នេះគាត់ទទួលបានអាហារូបករណ៍អង្គការលីឆេងទៅសិក្សានៅវិទ្យាស្ថាន East Asia Institute of Management នៃប្រទេសសិង្ហបុរីផងដែរក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លីឆេងបានជម្រាបជូនអង្គសន្និសីទអំពីសន្តិភាពស្ថិរភាពនយោបាយនិងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារួមទាំងវិស័យអប់រំនិងសេដ្ឋកិច្ចជាពិសេសភាពលេចធ្លោនៃកិត្តិនាមលើឆាកអន្តរជាតិរបស់កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាច្រើនទៀតដែលកំពុងបន្តដឹកនាំប្រទេសឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ2030និងមានចំណូលខ្ពស់នៅត្រឹមឆ្នាំ2050ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់អំពីតម្លៃនៃសន្តិភាពជាពិសេសការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើកម្លាំងនោះឡើយឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង40ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះនិងបានធ្វើបទបង្ហាញចែករំលែកនូវព័ត៌មានសិក្សារបស់សាកលវិទ្យាល័យជូនសិស្សនិងនិស្សិតកម្ពុជាផងដែរឯកឧត្តមបណ្ឌិតបានបន្ថែមថាសន្និសីទ BICC នឹងរួមចំណែកយ៉ាងធំ
ធែងក្នុងការបង្កើតមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យ Digital ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋបាលកម្ពុជាដែលបានកំណត់វិស័យអត្ថិភាពគន្លឹះ5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាទីបញ្ចប់ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ឲ្យបន្តចូលរួមសន្និសីទ BICC លើកទី10និងវេទិកាស្រាវជ្រាវលើកទី4ឆ្នាំ2027ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិអន្តរជាតិជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឲ្យបានកាន់តែប្រសើរបន្ថែមទៀតTNM ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា